មុននឹងទិញអចលនទ្រព្យត្រូវគិតអំពីលំហូរសាច់ប្រាក់ cash flow មុននឹងសម្រេចចិត្តទិញអចលនទ្រព្យអ្នកត្រូវចាំបាច់ត្រូវតែគិតអំពីលំហូរសាច់ប្រាក់របស់អ្នកឲ្យបានច្បាស់លាស់ជាមុនសិនដើម្បីជៀសវាងនៅអតុល្យភាពនៃលំហូរចរន្តសាច់ប្រាក់អ្នកត្រូវដឹងអំពីលទ្ធភាពដែលអ្នកត្រូវចំណាយប្រាក់ទិញប្រភពទុនបម្រុងប្រាក់បំណុលនិងលទ្ធភាពដែលអាចចំណេញដើម្បីត្រៀមខ្លួនចំពោះហានិភ័យការខាតបង់និងបញ្ហាផ្សេងដែលអាចកើតមានឡើងក្នុងដំណើរការវិនិយោគនោះការវិនិយោគអចលនទ្រព្យតែងរំពឹងផលប្រយោជន៍ឬប្រាក់ចំណេញរយៈពេលវែងវាកម្រនឹងធ្វើឲ្យយើងចំណេញភ្លាមៗណាស់ដូច្នេះយើងត្រូវចេះព្យាករណ៍និងត្រៀមការចំណាយវិនិយោគក្នុងរយៈពេលវែងនោះយើងត្រូវចេះព្យាករណ៍អំពីលំហូរសាច់ប្រាក់របស់ខ្លួនថាវាអាចនឹងផ្ដល់ផលវិជ្ជមានឬអវិជ្ជមានចំពោះការវិនិយោគរបស់យើងបើលំហូរសាច់ប្រាក់របស់យើងមានផលធៀបអវិជ្ជមានយើងមិនគួរវិនិយោគទេបើផលធៀបវិជ្ជមានទើបយើងគួរវិនិយោគតើអ្វីទៅជាលំហូរសាច់ប្រាក់ cash flow លំហូរសាច់ប្រាក់នៅក្នុងការវិនិយោគអចលនទ្រព្យគឺយើងចង់និយាយអំពីចរន្តប្រាក់ដែលអាចធានាដល់ដំណើរការវិនិយោគតាំងតែពីចាប់ផ្ដើមរហូតដល់ទទួលផលដែលវាមិនធ្វើឲ្យយើងភុងខ្លួនក្នុងក្តីអន្តរាយខាតបង់និងដែលវាធ្វើឲ្យយើងនៅតែអាចដំណើរការបានទោះបីជាជួបវិបត្តិសេដ្ឋកិច្ចឬវិបត្តិហិរញ្ញវត្ថុក្តីម្យ៉ាងទៀតលំហូរសាច់ប្រាក់ក្នុងការវិនិយោគអចលនទ្រព្យយើងក៏ចង់និយាយសំដៅទៅលើបច្ចេកទេសជាការប្រើប្រាស់ហិរញ្ញវត្ថុប្រកបដោយលទ្ធផលវិជ្ជមានផងដែរឧទាហរណ៍ថាយើងទិញផ្ទះតម្លៃ$10,000យើងបានប្រើលុយផ្ទាល់ខ្លួនដែលសន្សំបានចំនួន$30,000នៅសល់$70,000ទៀតគឺខ្ចីធនាគារដោយត្រូវសងរំលោះទៅឲ្យធនាគារប្រចាំខែក្នុងមួយខែ$400ឧទាហរណ៍បូករួមអត្រាការប្រាក់រយៈពេល15ឆ្នាំប៉ុន្តែយើងអាចយកផ្ទះនោះទៅជួលបានមួយខែ$500មានន័យថានៅសល់$100ពីការទូទាត់សងរំលោះបើដូច្នេះមានន័យថាលំហូរសាច់ប្រាក់របស់យើងមានភាពវិជ្ជមានយើងមិនចាំបាច់ដកយកលុយប្រាក់បង្គ្រប់ដើម្បីបង់រំលោះទៅធនាគារទេផ្ទុយទៅវិញបើយើងជួលបានតម្លៃតែ$300ក្នុងមួយខែគឺយើងត្រូវដកប្រាក់ខែឬប្រាក់ផ្សេងមកបង្គ្រប់$100ទៀតលំហូរសាច់ប្រាក់បែបនេះគឺវាមិនសូវល្អនោះទេវាជាលំហូរសាច់ប្រាក់ចេញវាជាលំហូរសាច់ប្រាក់អវិជ្ជមានលំហូរសាច់ប្រាក់អវិជ្ជមាននេះវាអាចនឹងបង្កើតហានិភ័យឬគ្រោះអាសន្នដល់យើងនៅពេលណាមួយដែលយើងគ្មានចំណូលរកស៊ីខាតបង់ឬទៅគេបញ្ឈប់ពីការងារជាដើមអ្នកដែលមិនយល់ច្បាស់អំពីលំហូរសាច់ប្រាក់គេតែងប្រថុយប្រឋានក្នុងការវិនិយោគលើអចលនទ្រព្យដោយអ្នកខ្លះមានលុយតិចតួចបានទិញផ្ទះបង់រំលោះហើយនៅពេលដែលខ្លួនបាត់ប្រភពចំណូលក៏ស្រាប់តែគ្មានប្រាក់បង់រំលោះទៅតាមកាលកំណត់ហើយក៏ត្រូវបញ្ចប់ការបង់ដោយសុខចិត្តចោលការប្រាក់ដែលបានបង់កន្លងមកឬត្រូវបង្ខំចិត្តលក់ចេញវិញក្នុងតម្លៃថោកដែលនាំឲ្យខាតបង់ការយល់ដឹងឲ្យច្បាស់លាស់ជាមុននៅលំហូរសាច់ប្រាក់គឺជាកត្តាសំខាន់មួយដែលអាចជួយកាត់បន្ថយហានិភ័យក្នុងការប្រឡូកវិនិយោគអចលនទ្រព្យភាគច្រើនអ្នកដែលបរាជ័យក្នុងវិស័យអចលនទ្រព្យដោយសារពួកគេមិនបានគិតអំពីលំហូរសាច់ប្រាក់របស់ខ្លួនហើយដែលធ្វើឡើងក្នុងភាពលំហូរចរន្តអវិជ្ជមានគឺពួកគេបានដកប្រាក់ពីប្រភពផ្សេងៗទៅវិនិយោគបន្ថែមដោយគ្មានលទ្ធភាពចំណេញរហូតដល់ធ្វើឲ្យប្រាក់របស់ខ្លួនខាស់អស់រលីងអ្នកវិនិយោគភាគច្រើនបានធ្វើនៅកំហុសដោយរីករាយជាមួយនឹងរូបភាពខ្លែងបន្លំខំប្រឹងដកប្រាក់ពីកន្លែងផ្សេងៗយកមកទប់ទល់សងធនាគារដោយរំពឹងថានៅពេលខាងមុខនឹងបានចំណេញតែការពិតគឺវាបានខាតតាំងពីដើមដំបូងដោយមិនដឹងខ្លួនប្រសិនបើមានវិបត្តិអ្វីមួយកើតឡើងវាគ្មានការខាតបង់ទេប្រសិនបើយើងមានស្ថិរភាពប្រាក់ចំណូលពីប្រភពផ្សេងៗឬក៏យើងមិនបានខ្ចីលុយធនាគារមកវិនិយោគអចលនទ្រព្យនោះប្រសិនបើយើងមានលំហូរសាច់ប្រាក់ល្អហើយយើងជួលអចលនទ្រព្យបានថ្លៃជាការបង់រំលោះទៅធនាគារកត្តានេះនឹងធ្វើឲ្យអចលនទ្រព្យរបស់យើងកើនតម្លៃខ្ពស់ដោយមិនរងចាំពេលវេលាយូរនោះទេការគណនាលំហូរសាច់ប្រាក់តើអ្នកអាចឆ្លើយចេញដែរឬទេប្រសិនបើគេសួរថាតើអ្នកមានទ្រព្យប៉ុន្មានច្បាស់ជាមិនអាចឆ្លើយចេញទេពីព្រោះទ្រព្យរបស់អ្នកមិនមែនស្ថិតនៅជាសាច់ប្រាក់តែមួយមុខវាស្ថិតនៅរីករាយនិងមិនទាន់បានទូទាត់ឲ្យប្រកបប្រជាហើយដើម្បីគណនាលំហូរសាច់ប្រាក់របស់អ្នកបាន
អ្នកត្រូវសរសេរនៅប្រតិបត្តិការហិរញ្ញវត្ថុរបស់អ្នកដែលរួមមានទី1ចំណូលរបស់អ្នកប្រចាំខែអ្នកត្រូវរៀបរាប់និងបូកសរុបចំណូលគ្រប់ទិសឬគ្រប់ប្រភពដូចជាប្រាក់ខែប្រាក់ឧបត្ថម្ភការប្រាក់ដែលគេបង់ឲ្យអ្នកចំណូលពីមុខរបរទាំងអស់ទី2ចំណាយប្រចាំខែតើអ្នកមានចំណាយអ្វីខ្លះចូលរៀបរាប់និងបូកសរុបឲ្យអស់មានដូចជាការជួលផ្ទះម្ហូបប្រចាំថ្ងៃជំងឺការបង់ធានារ៉ាប់រងការជួសជុលរថយន្តការជួបជុំជប់លៀងការប្រាក់និងប្រាក់បង់រំលោះទី3បំណុលដែលជំពាក់គេប្រចាំខែតើអ្នកជំពាក់នរណាខ្លះសរុបទៅអស់ប៉ុន្មានហើយនៅចំនួនប៉ុន្មានទៀតទើបរួចរាល់ទី4បំណុលដែលគេជំពាក់ប្រចាំខែចូលសរសេរនិងបូកសរុបបំណុលដែលគេជំពាក់អ្នកទាំងអស់តើមានប៉ុន្មានតើគេសងប្រចាំខែសរុបទៅប៉ុន្មានទី5ទ្រព្យដែលមានទ្រព្យដែលអ្នកកំពុងមានដូចជាកង់ម៉ូតូឡានផ្ទះសម្ភារៈក្រុមហ៊ុនខ្សែកមាសប្រាក់ដីស្រែចម្ការដីក្រុងផ្សេងចូលបូកសរុបជាសាច់ប្រាក់ហើយទូទាត់ស៊ីសងបូកដកគុណចែកតើជារៀងរាល់ខែអ្នកមានលំហូរសាច់ប្រាក់ល្អឬមិនល្អបើមិនល្អមានន័យថាខាតអ្នកមិនទាន់អាចវិនិយោគអចលនទ្រព្យបាននៅឡើយទេអ្នកត្រូវខិតខំដោះស្រាយភាពរាំងស្ទះនៃលំហូរសាច់ប្រាក់របស់អ្នកឲ្យអស់សិនដើម្បីឲ្យលំហូរសាច់ប្រាក់របស់អ្នកមានភាពរលូនសិនទើបអាចវិនិយោគលើអចលនទ្រព្យដោយគ្មានការភ័យព្រួយតែត្រូវវិនិយោគក្នុងកម្រិតតូចសិនដើម្បីឈានទៅរកប្រភពចំណូលឲ្យមានស្ថិរភាពប្រសិនបើអ្នកកណនាទៅឃើញថាលំហូរសាច់ប្រាក់របស់អ្នកមានភាពវិជ្ជមានអ្នកត្រូវទិញអចលនទ្រព្យណាដែលអាចបង្កើនលំហូរសាច់ប្រាក់វិជ្ជមានតទៅទៀតមានន័យថាអ្នកត្រូវទិញអចលនទ្រព្យឲ្យបានតម្លៃថោកជាងទីផ្សារនិងអាចជួលទៅបានក្នុងតម្លៃខ្ពស់ជាងការចំណាយបង់រំលោះទៅធនាគារនិងចំណាយផ្សេងៗអ្នកត្រូវបង្កើតភាពវិជ្ជមាននៃលំហូរសាច់ប្រាក់គឺជួលបានតម្លៃថ្លៃជាងការចំណាយហើយអ្នកអាចនៅសល់ប្រាក់ចំណេញប្រចាំខែទៀតចំណុចសំខាន់នៅក្នុងការវិនិយោគអចលនទ្រព្យគឺភាពវិជ្ជមាននៃលំហូរសាច់ប្រាក់ដែលអាចជួលបានតម្លៃខ្ពស់ជាងការចំណាយនេះឯងហេតុនេះហើយដែលយើងត្រូវជ្រើសរើសទីតាំងអចលនទ្រព្យបានល្អជាពិសេសទីតាំងដែលមានសក្តានុពលក្នុងការធ្វើអាជីវកម្មព្រោះការដែលអាចជួលបានតម្លៃថ្លៃគឺជួលឲ្យអ្នកដែលគេធ្វើអាជីវកម្មភាពវៃឆ្លាតនៃការទិញអចលនទ្រព្យបង់រំលោះគឺការស្វែងរកមនុស្សមកចេញថ្លៃបង់រំលោះឲ្យយើងចំណាយតែប្រាក់កក់រីឯប្រាក់បង់រំលោះគឺគេជាអ្នកចំណាយឧទាហរណ៍ផ្ទះរបស់យើងមានតម្លៃ$10,000យើងបង់ប្រាក់$30,000នៅសល់$70,000ទៀតត្រូវបង់រំលោះមួយខែ$400រយៈពេល16ឆ្នាំដូច្នេះយើងត្រូវស្វែងរកអ្នកជួលមកជួលផ្ទះយើងឲ្យបានលើសពី$400ក្នុងមួយខែបើធ្វើដូច្នេះបានមានន័យថាយើងកំពុងតែបង្កើនលំហូរសាច់ប្រាក់បានល្អ